តំបន់លើកហ្នឹងខ្ញុំចង់លើកយកនិយាយតាក់ទងទៅនឹងភាពជោគជ័យផ្ទាល់ខ្លួនដែលខ្ញុំឲ្យចំណងជើងថាធ្វើខ្លួនឲ្យប្រសើរឡើងសិនព្រោះជាទូទៅពេលយើងធ្វើអីមួយយើងទាមទារឲ្យគេជួយយើងពិបាកគេមិននិយាយជួយយើងទេតែនៅពេលណាដែលយើងបកកាយយើងខ្លាំងយើងគ្រាន់បើគឺគេចង់និយាយថាគេពេលខ្លះគេសុំជួយយើងទៀតអញ្ចឹងណាដូចការសហការគ្នាមួយក៏អញ្ចឹងដែរនៅពេលណាដែលយើងអន់យើងទៅសុំឲ្យគេសហការមួយយើងគេមិនងាយសហការមួយយើងទេតែនៅពេលណាដែលយើងខ្លាំងយើងបកកាយយើងល្អគ្រប់គ្រាន់គេអាចនឹងសុំមកសហការជាមួយយើងវិញអញ្ចឹងនេះជា concept សាមញ្ញដែលយើងមើលឃើញថាអ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវផ្ដោតសំខាន់បំផុតគឺផ្ដោតលើខ្លួនឯងថាធ្វើម៉េចឲ្យខ្លួនឯងប្រសើរឡើងកុំបន្ទោសអ្នកដទៃហើយកុំរករឿងកំអន់ចិត្តមួយគេបើសិនជាយើងស្នើសុំគេមិនទទួលយកសំណើរបស់យើងអីផ្សេងណាចឹងទៅពិនិត្យមើលឡើងវិញថាតើយើងល្អគ្រប់គ្រាន់ហើយឬនៅព្រោះមិនបានគេឲ្យយើងគិតអញ្ចឹងព្រោះកាលណាយើងគិតរឿងដែលអត់ត្រូវអញ្ចឹងយើងអត់អាចដោះស្រាយបញ្ហាបានទេប្រៀបដូចជាគ្រូពេទ្យអញ្ចឹងកាលណាយើងវាយតម្លៃជំងឺឬក៏រកប្រភពហេតុផលនៃជំងឺអត់ត្រូវយើងព្យាបាលអត់ជាទេយើងក៏ដូចគ្នាដែរនៅពេលណាដែលយើងចង់បានការសហការពីគេដល់ពេលគេអត់ព្រមយើងបែរជាខឹងគេអន់ចិត្តមួយទេចេះចោលអីផ្សេងៗគឺយើងនៅតែបានលំហតែផ្ទុយទៅវិញបើយើងកុំខ្វល់เลยហ្នឹងគឺខ្វល់ថាឥឡូវធ្វើឲ្យខ្លួនឯងប្រសើរឡើងសិនណាតែពេលយើងធ្វើឲ្យខ្លួនឯងប្រសើរឡើងអ្វីៗវានឹងប្រសើរឡើងតាមក្រោយត្រឡប់មកទៀតតាក់ទងនឹងតំណែងប៉ុណ្ណឹងក៏ដូចគ្នាដែរពេលខ្លះយើងសុំស្រឡាញ់គេអត់ព្រមស្រឡាញ់យើងទេយើងខឹងគេថាគេរើសអើងគេមើលងាយយើងអញ្ចឹងធ្វើឲ្យយើងខូចចិត្តធ្វើឲ្យយើងមានអារម្មណ៍ខឹងគេអីចឹងផ្សេងៗណាចឹងរឿងហ្នឹងมันត្រូវបានដោះស្រាយដោយវិធីទាំងអស់ហ្នឹងទេចឹងបើសិនយើងត្រឡប់មកវិញថាយើងគិតថាដំបូងយើងត្រូវធ្វើខ្លួនឯងឲ្យប្រសើរឡើងសិនចឹងអ្វីៗនឹងដោះស្រាយបានចឹងដល់ពេលយើងត្រឡប់មកវិញយើងអត់ឈប់ខឹងឈប់អន់ចិត្តមួយគេហើយចាប់ផ្ដើមផ្ដោតមកលើខ្លួនឯងវិញធំឲ្យខ្លួនឯងល្អប្រសើរឡើងចឹងដល់ពេលយើងល្អប្រសើរឡើងអ្វីៗនឹងត្រូវបានផ្លាស់ប្ដូរផ្សេងហ្មងចឹងត្រឡប់មកវាអត់មានអីធំជាងធ្វើឲ្យខ្លួនឯងខនបាទេបើយើងនៅតែអន់អ្វីៗនៅតែលំបាកកាលណាយើងគ្រាន់បើឡើងអ្វីៗវានឹងងាយស្រួលតែពិតទាំងអស់នោះវាមិនមែនងាយស្រួលគ្រាន់តែថាយើងបកកាយជាងមុនដល់ពេលយើងបកកាយជាងមុនវាស្រួលជាងមុនឯងឧទាហរណ៍ដូចលើកដុំដៃអញ្ចឹងពេលយើងនៅខ្សោយយើងអត់ដែរលើកយើងលើក10 20គីឡូយើងមានអារម្មណ៍ថាធ្ងន់ណាស់តែបើសិនយើងព្យាយាមលើករាល់ថ្ងៃលើក2គីឡូ1គីឡូ2គីឡូ3គីឡូរហូតដល់10រហូតដល់20រហូតដល់30រហូតដល់50រហូតដល់100ដល់ពេលយើងមកលើកអា10 20វិញយើងនឹងថាស្រាលតែសួរដុំដែកហ្នឹងវាមានការផ្លាស់ប្ដូរវាអត់ផ្លាស់ប្ដូរទេតែគ្រាន់តែថាយើងខ្លាំងជាងមុនយើងបកកាយជាងមុនអញ្ចឹងវាធ្វើឲ្យដុំដែកហ្នឹងវាស្រាលជាងមុនអញ្ចឹងដូចយើងតាក់ទងការចំណាយចាយវាក៏ដូចគ្នាដែរពេលខ្លះយើងគិតថាអូលុយថាឧទាហរណ៍ថាលុយ 10000 រៀលកាលយើងនៅក្មេងយើងថាច្រើនណាដល់ពេលយើងធំឡើងតិច 100000 រៀលក៏លែងច្រើនដូច 10000 រៀលយើងពីក្មេងឯងសួរថាតើ 100000 រៀលវាមានតម្លៃតិចជាង 10000 រៀលយើងពីក្មេងតែពិតវាមិនមែនមានតម្លៃតិចជាងទេតែបញ្ហាវានៅត្រង់ថាយើងមានសមត្ថភាពរកលុយបានច្រើនជាងមុនព្រោះពីមុនយើងសុំលុយឪពុកម្ដាយយើងចាយតែដល់ពេលយើងធំឡើងយើងមានការងារធ្វើយើងរកចំណូលបានខ្លួនឯងយើងរកលុយបានខ្លួនឯងអញ្ចឹងយើងអាចមានសមត្ថភាពចាយលុយច្រើនជាងមុនយើងឃើញថាលុយដែលច្រើនជាងមុនពីមុនទៀតផងណាក៏នៅតែមិនច្រើនដូចកាលពីក្មេងអញ្ចឹងមូលហេតុគឺដោយសារតែខ្លួនយើងអញ្ចឹងអ្វីៗវាចេញពីខ្លួនយើងជាកត្តាធំជាងគេពេលខ្លះវាអាចមានកត្តាខាងក្រៅមួយចំនួនដែរជាកត្តាដែលយើងមិនអាចគ្រប់គ្រងបានតែជាទូទៅអ្វីដែលយើងអាចធ្វើបានគឺការគ្រប់គ្រងសកម្មភាពចិត្តគំនិតខ្លួនយើងហ្នឹងហើយអញ្ចឹងបើសិនជាយើងផ្អាកឬក៏កាត់បន្ថយការផ្ដោតទៅលើរឿងខាងក្រៅដែលយើងមិនអាចគ្រប់គ្រងបានត្រឡប់មកគិតរឿងដែលយើងអាចគ្រប់គ្រងបានគឺគ្រប់គ្រងសកម្មភាពរបស់យើងប្រចាំថ្ងៃហ្នឹងធ្វើឲ្យខ្លួនយើងប្រសើរឡើងណាអ្វីៗនឹងប្រសើរឡើងទៅតាមនឹងដែរតែចាំថាមានរឿងអីក៏ដោយអ្វីដែលត្រូវគិតមុនគេថាតើយើងល្អគ្រប់គ្រាន់ហើយឬនៅយើងអស្ចារ្យចឹងនិយាយថាយើងអាចឲ្យគេទទួលយើងបានហើយនៅបើអត់ទេអាហ្នឹងវាពិបាកណាស់ដូចលក់ផលិតផលមួយចឹងពេលខ្លះយើងលក់យើងសុំឲ្យគេគ្រប់គ្រងតែគេអត់គ្រប់គ្រងយើងមានអារម្មណ៍ឈឺចាប់ថាគេអត់ជួយទិញយើងតែពិតយើងគិតចឹងអត់ត្រូវទេតែបើយើងបដូរវិញថាឥឡូវផលិតផលខ្ញុំល្អគ្រប់គ្រាន់អត់តន់ល្អចឹងខ្ញុំនឹងធ្វើឲ្យល្អបំផុតខ្ញុំនឹងឲ្យអ្នកឯងទិញផលិតផលរបស់ខ្ញុំមិនមែនដោយសារអ្នកឯងគ្រប់គ្រងខ្ញុំទេតែដោយសារតែផលិតផលរបស់ខ្ញុំបំពេញតម្រូវការរបស់អ្នកឯងបានឃើញទេខុសគ្នាអញ្ចឹងណាអញ្ចឹងមិនបាច់ចាំសុំឲ្យគេគ្រប់គ្រងមិនបាច់សុំឲ្យគេជួយទេតែផ្ដល់អ្វីដែលជាដំណោះស្រាយគេផ្ដល់អ្វីដែលជាគុណភាពទៅឲ្យគេមិនមែនគ្រប់គ្រងយើងតែឲ្យគេគ្រប់គ្រងនៅអ្វីដែលអាចជួយដោះស្រាយបញ្ហារបស់គេបានវិញអាហ្នឹងបានជារឿងដែលត្រឹមត្រូវ
ចឹងអ្វីទាំងអស់ហ្នឹងគុណភាពទាំងអស់ហ្នឹងវាកើតចេញពីយើងគឺជាមនុស្សដែលមានគុណភាពសិនចឹងបើសិនជាយើងមិនមែនជាមនុស្សដែលមានគុណភាពទេយើងអត់អាចផលិតឬក៏ធ្វើអ្វីមួយដែលមានគុណភាពទេហើយយើងរវល់តែរិះគន់គេរវល់ខឹងគេរវល់អន់ចិត្តគេរវល់ងក់មួយគេអញ្ចឹងណាចឹងយើងមានពេលវេលាណាធ្វើឲ្យខ្លួនឯងប្រសើរឡើងយើងប្រកាសជាអត់មានទេចឹងបើសិនជាយើងកុំខ្វល់រឿងអស់ហ្នឹងណាយើងចំណាយពេលវេលា focus លើខ្លួនឯងវិញថាតើខ្ញុំត្រូវធ្វើអីខ្លះដែលធ្វើឲ្យខ្លួនឯងប្រសើរឡើងខ្ញុំត្រូវតែអានរាល់ថ្ងៃដើម្បីចិត្តគំនិតខ្ញុំបានប្រសើរដើម្បីខ្ញុំទទួលបានចំណេះដឹងល្អៗអញ្ចឹងណាខ្ញុំត្រូវធ្វើលំហាត់ប្រាណដើម្បីសុខភាពផ្លូវកាយរបស់ខ្ញុំរឹងមាំល្អអញ្ចឹងធ្វើឲ្យខ្ញុំមានកម្លាំងហាងគ្រប់គ្រាន់ក្នុងការធ្វើការងារខ្ញុំត្រូវរៀនជំនាញផ្សេងៗដែលតាក់ទងនឹងជំនាញរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើងខ្ញុំត្រូវតែធ្វើការដោយយកចិត្តទុកដាក់ដើម្បីឲ្យគុណភាពការងាររបស់ខ្ញុំមានគុណភាពខ្ញុំត្រូវតែជាមនុស្សម្នាក់ដែលជួយឈឺឆ្អាលជាមួយនឹងមនុស្សជុំវិញខ្លួនយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួនខ្ញុំដើម្បីឲ្យទំនាក់ទំនងល្អខ្ញុំជាមនុស្សដែលគោរពពាក្យសម្ដីគោរពសច្ចៈជាមួយអ្នកដទៃនិងខ្លួនឯងដើម្បីឲ្យបង្កើតទំនុកចិត្តជាមួយខ្លួនឯងនិងអ្នកដទៃចឹងយើងព្យាយាមបៀលខ្លួនយើងឲ្យកាន់តែល្អទៅដល់ពេលអញ្ចឹងទៅរឿងអ្វីៗជុំវិញខ្លួនរបស់យើងនឹងមានការផ្លាស់ប្ដូរនិងមានការប្រសើរឡើងពួកការផ្ដោតទៅលើរឿងខាងក្រៅវាត្រឹមតែជាដំណោះស្រាយបណ្ដោះអាសន្នទេវាអាចជួយបានយូរដូចយើងជពាក់លុយគេអញ្ចឹងយើងខ្ចីពីម្នាក់ទៅសងម្នាក់ទៀតវាគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នទេអត់អាចបានវែងឆ្ងាយទេតែបើយើងធ្វើឲ្យយើងខ្លួនឯងប្រសើរជាងមុនណាធ្វើឲ្យខ្លួនឯងប្រសើរជាងមុនមានន័យថាយើងរកចំណូលបានច្រើនជាងមុនយើងកាត់ថយចំណាយជាងមុនអញ្ចឹងយើងអាចសល់លុយហើយអាចសងគេបានអាហ្នឹងបានជាដំណោះស្រាយដ៏ពិតប្រាកដអញ្ចឹងសរុបទៅទាញមកវិញគឺមានតែការធ្វើឲ្យខ្លួនឯងប្រសើរឡើងទេទើបយើងអាចដោះស្រាយបញ្ហាបានបើយើងខ្លួនយើងអត់ប្រសើរឡើងទេបញ្ហាវានឹងលេបយើងហើយអញ្ចឹងកាលណាយើងប្រសើរជាងមុនយើងខ្លាំងជាងមុនខ្លាំងជាងបញ្ហាយើងនឹងអាចកម្ចាត់បញ្ហានឹងបានអញ្ចឹងមានរឿងអីក៏ដោយអ្វីត្រូវគិតមុនគេធ្វើម៉េចឲ្យខ្លួនឯងប្រសើរឡើងគុំចំណាយពេលវេលាទៅ drama អីច្រើនពេកព្រោះកាលណាចំណាយពេលវេលា drama ច្រើនពេកយើងនឹងបាត់បង់ពេលវេលានឹងដែលយើងត្រូវធ្វើឲ្យខ្លួនឯងប្រសើរឡើងហ្នឹងអញ្ចឹងទាញមកម្ដងទៀតកុំភ្លេចធ្វើឲ្យខ្លួនឯងប្រសើរឡើងដើម្បីអ្វីៗប្រសើរឡើងដែរបាទសូមអរគុណ